សូមជូនរឿងលួចមង្គតធ្វើជាស្ដេចស្វានៅក្បែរប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃមានហ្វូងស្វាជាច្រើនរស់នៅយ៉ាងសប្បាយរីករាយមើលហ្នឹងថ្ងៃនេះមេឃស្រឡះល្អណាស់គេបានចេញទៅលេងប្រាសាទហើយពួកគេបានឃើញយក្សមួយរូបកំពុងដេកលក់យ៉ាងស្កប់ស្កល់ជាមួយនឹងមង្គតមាសដ៏ភ្លឺថ្លាមើលចុះមង្គតនោះពិតជាស្អាតណាស់មករាមានបំណងចង់លួចមង្គតនោះមកធ្វើជារបស់ខ្លួនឯងកុំធ្វើអីមករាវាមិនមែនជារបស់យើងទេយើងចង់ធ្វើជាស្ដេចយើងមិនឲ្យឯងទៅលួចមង្គតនោះមកទេពួកយើងទៅលួចមង្គតនោះមកដោយសារពួកគេនិយាយមិនចោះសម្រុងគ្នាក៏បានចែកផ្លូវដើររៀងៗខ្លួនមករាមិនស្ដាប់តាមឡើយហើយក៏ព្យាយាមលួចមង្គតនោះយ៉ាងលាក់លៀមស៊ូពួកឯងណែយប់នេះយើងនឹងក្លាយជាស្ដេចស្វាហើយគ្រងនឹងនៅទីនេះដើម្បីធានាថាគ្មាននរណាមករំខានលោកបានឡើយគិរីបានអង្គុយចាំការពារលុះដល់ពាក់កណ្ដាលយប់ស្រាប់តែដេកលងលក់ហើយមករាក៏មកលួចមង្គតរបស់យក្សស្រាប់តែយក្សដឹងខ្លួនឡើងធ្វើឲ្យហ្វូងស្វាទាំងអស់ភ័យខ្លាចហើយរឹកបាត់អស់ហ៊ីមតើនរណានៅទីនេះសងរបស់យើងវិញមកអាក្មេងចុងរៃយ៉ាលុះព្រឹកឡើងយក្សបានឃើញគិរីនៅចាំការពារគេហើយក៏មានអារម្មណ៍រំភើបយ៉ាងខ្លាំងឯងជាស្វាដ៏ល្អម្នាក់អរគុណដែលបានការពារមង្គតនិងដំណេករបស់យើងយក្សបានផ្ដល់ផ្លែឈើទិព្វមួយដល់គិរីដើម្បីជាការតបស្នងចំពោះទឹកចិត្តដ៏ល្អរបស់គេនេះជាផ្លែឈើទិព្វសម្រាប់ឯងវានឹងធ្វើឲ្យព្រៃឈើនេះបៃតងជានិច្ចការគោរពនិងភាពស្មោះត្រង់តែងតែនាំមកនូវរង្វាន់ដ៏មានតម្លៃបំផុតការគោរពអ្នកដទៃពិតជាមានតម្លៃជាងមាសប្រាក់ទៅទៀត